បាទបង្គោលក្រហមបាទកីឡាករឈុនវ៉ាន់ឌីបាទគូទី3បាទទឹកទី1គុណខ្មែរប៉ះគុណខ្មែរបាទបង្គោលក្រហមបាទកីឡាករឈុនវ៉ាន់ឌីបាទបង្គោលខៀវរិទ្ធវឌ្ឍនៈបាត់ពិសោធន៍បាទខុសគ្នាបាទច្រើនបាទបង្គោលខៀវវាយបាន45ដងបាទបង្គោលក្រហម20ដងទេបាទប៉ុន្តែចាំមើលសិនបាទពេលខ្លះបាទកីឡាករក្រោយមកគាត់ប្រកែដែរបាទទើបគូកងបាទជួបជាមួយនឹងបាទសិស្សច្បងអ្នកវ័យចាញ់បានច្រើនបាទហើយសំខាន់បាទសមត្ថភាពល្អបាទគឺអាចឈានចូលទៅដល់ការប្រកួតបាទកម្រិតអន្តរជាតិទៀតផងបាទចាំថាបើទោះបីជាការសម្រាកបាទពីសង្វៀនជាមួយខែបាទគឺចាំបាច់ណាស់បាទកីឡាករគ្រូរូបបាទត្រូវវឹកហាត់កាយសម្បទាបាទថែខ្លួនឲ្យបានល្អបាទជាសិទ្ធិកម្លាំងនិងធម៌ពលបាទកុំឲ្យថន់ថយបាទអញ្ចឹងនៅពេលដែលសង្វៀនត្រឡប់មកវិញបាទគឺយើងបានត្រៀមខ្លួនជាស្រេចបាទសម្រាប់ឡើងមកប្រកួតបាទបន្តការប្រកួតបាទលក្ខខណ្ឌតកៈបាទចែងច្បាស់បាទហាមវាចំប្រដាប់ការពារបាទនឹងវាពីក្រោយបាទនឹងលក្ខខណ្ឌផ្សេងទៀតបាទអញ្ចឹងកីឡាករទាំងអស់បាទត្រូវអនុវត្តតាមបាទជាវិងការប្រកួតបាទខុសលក្ខខណ្ឌតកៈអញ្ញាកដាលឲ្យចាញ់បាទគណៈកម្មការឲ្យចាញ់អញ្ចឹងទៅបាទអត់តន់សម្រុកគ្នាទេបាទនៅតេះជើងក្រោមមួយសិនបាទតន់ឆ្វេងមួយជើងបាទបង្គោលក្រហមបាទកពស់កពឈរចិត្តគ្នាទៅបាទកពស់បិណ្ឌគ្នាល្អមែនទែនបាទកីឡាករទាំងពីរបាទតតជើងក្រោមវាយស្រាមរបស់បង្គោលក្រហមបាទឈុនវ៉ាន់ឌីរិទ្ធវឌ្ឍនៈតតឆ្វេងមួយជើងសងវិញបាទអាចថាមិនទឹកដបងនេះស្ទាបស្ទងគ្នាសិនក៏ថាបានបាទប៉ុន្តែបើបានវាយគ្នាតែម្ដងក៏ល្អបាទព្រោះថាបងប្អូនយើងក៏ពុកsẽចាំតាមដានបាទឆ្វេងម្ដាយសិនបាទទាំងរិទ្ធវឌ្ឍនៈបាទនឹងឈុនវ៉ាន់ឌីបាទតេះកម្លាំងតេះស្ដៀតបាទទឹកទី1បាទតន់មកជើងស្ដាំបាទធាក់ចំមកពីបង្គោលក្រហមបាទចំមកដល់ការពារបាទបង្គោលខៀវអញ្ញាកណ្ដាលសម្រួលបន្តិចសិនប្រកួតបន្តបាទអញ្ចឹងរបួសបាទមិនជាធ្ងន់ទេបាទប្រកួតបន្តទៀតបាទហាមវាចំប្រដាប់ការពារបាទអញ្ញាកដោគាត់ពិនិត្យមើលដែរបាទក្រៃលោថាត្រឹមកំហុសអចេតនាអីមិនអីទេបាទខ្លាចតែថាមានចេតនាបាទលើនេះតោះបាទបន្តការប្រកួតទៀតបាទ1នាទីចុងក្រោយទឹកទី1ម៉ាត់ឆ្វេងរបស់ឈុនវ៉ាន់ឌីបង្គោលក្រហមតត់ស្ដាមសងបាទរបស់វុទ្ធរិទ្ធវឌ្ឍនៈបង្គោលខៀវបាទដើរចូលសោយស្ដាំបង្គោលក្រហមធាក់មួយជើងសិនបាទបង្គោលក្រហមវ៉ាន់ឌីតតជើងក្រោមបាទបង្គោលខៀវវឌ្ឍនៈតត់ខាងលើផងខាងក្រោមផងឯណែបាទជើងបង្គោលក្រហមបាទតត់តិចបាទកាប់ជន្ទល់បាទធ្វើបង្គោលខៀវត្រេតតែមិនទេបាទក្រោកឡើងវិញបន្តការប្រកួតតត់មកជើងឆ្វេងអូយបាទមិនវាយទេបាទមកជើងបាញ់មិញនេះបាទបង្គោលក្រហមបាទឈុនវ៉ាន់ឌីបដួលបាទកីឡាករបង្គោលខៀវទៅមុខលេងរួចតែម្ដងអូយបាទមិនធម្មតាទេបាទមួយជើងរបស់ឈុនវ៉ាន់ឌីបាទទាត់ចំកន្លែងសំខាន់បាទកន្លែងគ្រោះថ្នាក់បាទធ្វើឲ្យឈុនវ៉ាន់ឌីធ្វើឲ្យរិទ្ធវឌ្ឍនៈបាទគឺអញ្ញាកដាលរាប់ទេបាទសម្រាប់បញ្ឈប់ការប្រកួតតែម្ដងបាទអញ្ចឹងបាទរិទ្ធវឌ្ឍនៈមើលទៅដូចមិនទាន់ដឹងខ្លួនទេបាទក្រុមគ្រូពេទ្យសង្គ្រោះបឋមបាទពិនិត្យមើលតិចសិនបាទនេះយើងមកទស្សនារូបភាពបងប្អូនបាទនៅលើក្រងធំមកជើងនេះអូយបាទចូលចំបាទចង្ការកើមបាទយើងមើលប្លង់ខ្នេះបាទរិទ្ធវឌ្ឍនៈគាត់តម្លាក់ឃុំបាទជើងរបស់បង្គោលក្រហមទៅដល់ល្មមបាទធ្វើឲ្យបាទมันអាចទៅមុខរួចទេបាទរិទ្ធវឌ្ឍនៈបាទអបអរសាទរដល់បង្គោលក្រហមមួយបងប្អូនអត់វាយទេបាទទឹកទី1ស្ទាបស្ទង់ដៃផងជើងផងបាទដល់ពេលដែលទាត់ធ្វើឲ្យបង្គោលខៀវបាទគឺអាចចោះចាញ់តែម្ដងបាទសូមអរគុណកីឡាករបង្គោលក្រហមឈុនវ៉ាន់ឌីទទួលបានជ័យជំនះដោយផ្ដួលកីឡាករបង្គោលខៀវរិទ្ធវឌ្ឍនៈសន្លប់នៅក្នុងទឹកទី1